សួស្តីអ្នកនរគ្នាខ្ញុំឈ្មោះសាយគីមងមកពីក្រុម SV11.12 ថ្ងៃនេះខ្ញុំបានបង្ហាញអំពីការ install Ubuntu Server ជាមួយនឹង VisualBox ជាដំបូងយើងចូល website VisualBox ដើម្បី download ប៉ុន្តែខ្ញុំបាន download ហើយឯងចឹងហើយយើងចូល Ubuntu ដើម្បី download វិញម្ដងប៉ុន្តែ Ubuntu ហ្នឹងក៏ខ្ញុំ download ហើយដែរចឹងហើយខ្ញុំទៅ install កម្មវិធី VisualBox យើង double click លើវាតោះហើយចុច next ទៀតចុច yes តោះមកចុច next ហើយ install យើងត្រូវការរងចាំវាបន្តិចដើម្បី install វាតមក finish នៅពេលដែលយើងចុច finish ទៅវានឹង load ចូលកម្មវិធី VisualBox បន្ទាប់មកយើងចុច new ហើយដាក់ឈ្មោះរបស់យើងហើយទីតាំងខ្ញុំដូរទីតាំងទៅដាក់នៅក្នុង 3D វិញតមកទៀតឡើយនេះយើងយក Ubuntu ហើយសម្រាប់ RAM វិញខ្ញុំដាក់ 4G ហើយចំណែក hard disk វិញខ្ញុំយក 20G តមកខ្ញុំចុច finish តមកទៀតចុច start តមកឡើង DVD ហ្នឹងយើងដាក់ file ISO Ubuntu ដែលយើងបាន download មុនហ្នឹងតមកខ្ញុំយកខាងលើគេនេះហើយ enter តមកយើងត្រូវរងចាំវាបន្តិចតមកសម្រាប់ភាសាខ្ញុំយកភាសាអង់គ្លេសហើយចុច enter តមក continue without update ហើយចុច enter តមកចុច done យើងចុច enter ទៀតតមកយើងចុច enterហើយយើងត្រូវការរងចាំវាបន្តិចហើយយើង arrow key ចុះមកក្រោមដើម្បីចុច space ដកសញ្ញា x នឹងចោលហើយចុច enter ហើយចុចលើពាក្យ doneហើយ enter តមកទៀតចុចលើពាក្យ continue ហើយ enter តមកដល់ហើយនេះយើងត្រូវបំពេញឈ្មោះរបស់យើងហើយបំពេញឈ្មោះ server ឡើយហ្នឹងដាក់អីក៏បានដែរអញ្ចឹងខ្ញុំដាក់ថា Ubuntu serverចំណែក name នេះគឺ name សម្រាប់ login អញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំហើយខ្ញុំដាក់ password ហើយហ្នឹងគឺ name សម្រាប់ login ហើយនិង password សម្រាប់ login តមកចុច done ហើយ enter
តមកទៀតយក skip for now ហើយ enter ទៅលើ continue តមកទៀតខ្ញុំចុច space នៅកន្លែង install ហ្នឹងហើយ arrow key ទៅរកពាក្យ done ហើយ enter តមកទៀត arrow key ចុះមកក្រោមរកពាក្យ done ហើយ enter យើងរងចាំវា install មកសទុះតបមកវានឹងឲ្យយើង reboot យើងចុចរកពាក្យ reboot ហើយ enter នៅពេលដែលចេញចឹងវាអត់អីទេយើងគ្រាន់តែចុច enter ទៅគឺបានហើយហើយដល់ enter ហើយយើងត្រូវរងចាំវាបន្តិចបន្ទាប់មកយើងវាយឈ្មោះដែលយើងត្រូវ login ហ្នឹងហើយនឹង password តើមកយើងត្រូវវាយ comment តាមហ្នឹងមកមុនហ្នឹងខ្ញុំវាយច្រឡំពេលដែលវាយ comment ហើយយើងចុច enter នៅពេលដែល enter ទៅវាឲ្យយើងដាក់ password អញ្ចឹងយើងដាក់ password ដែលយើងបានដាក់មុនហ្នឹងតោះមកយើងចុច enter ទៀតហើយយើង run comment មួយទៀតវាយតាមហ្នឹងមកអ្នកនរគ្នានៅពេលដែលវាអត់មានអីចឹងមានន័យថាត្រឹមត្រូវហើយចឹងយើងវាយ comment update ពេលវាយ comment ហើយយើងរងចាំវាបន្តិចនៅពេលដែលយើងចាំវាមកស្ទុះហើយវានឹងលោតចេញផ្ទាំងអញ្ចឹងយើងគ្រាន់តែចុច tab ហើយចុច enter មកតមកវានឹងចេញបែបហ្នឹងអញ្ចឹងមានន័យថាយើង success ហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះតាំងពីដើមដល់ចប់